តាមពិតទៅកាមេរ៉ាទូរស័ព្ទដៃរបស់យើងក៏វាអាចធ្វើការថតវីដេអូបានច្បាស់មកកម្រិតផងដែរបើសិនជាបងប្អូនទាំងអស់គ្នាចេះក្បួនទាំងអស់នេះដែលខ្ញុំនឹងធ្វើការបង្រៀនបងប្អូនទាំងអស់គ្នាទាំងនៅក្នុងការរៀបចំទៅលើកាមេរ៉ាទូរស័ព្ទដៃរបស់យើងនិងការកំណត់ setting មួយចំនួនដែលយើងអាចធ្វើការយកទៅថតដើម្បីធ្វើជាវីដេអូ content បានអញ្ចឹងនៅក្នុងវីដេអូនេះបើសិនជាបងប្អូនទាំងអស់គ្នាមិនទាន់ចេះពីរបៀបនៅក្នុងការកំណត់ទៅលើ setting របស់កាមេរ៉ាទូរស័ព្ទដៃរបស់យើងមួយចំនួនទេខ្ញុំគិតថាបងប្អូនទាំងអស់គ្នាអាចមើលវីដេអូនេះដល់ចប់ហើយនឹងទទួលបានចំណេះដឹងគឺច្រើនមែនទែនអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាចងចាំថាការដែលថតវីដេអូច្បាស់ល្អគឺត្រូវតែមានប្រភពពន្លឺឲ្យច្បាស់លាស់ផងដែរមិនមែនយើងទៅថតកន្លែងងងឹតហើយឲ្យកាមេរ៉ាយើងនឹងថតឲ្យបានច្បាស់ទេអត់អាចធ្វើអញ្ចឹងបានទេសូម្បីតែកាមេរ៉ាធំកាមេរ៉ាថ្លៃក៏នៅតែពឹងផ្អែកទៅលើភ្លើងឬក៏ពន្លឺឲ្យសមស្របដែលអាចឆ្លោះបញ្ចាំងមុខរបស់យើងដែលធ្វើឲ្យយើងនឹងមើលទៅគឺវីដេអូរបស់យើងមិនព្រាកមិនបែកនៅពេលដែលយើងផុសនៅលើបណ្ដាញសង្គមដូចជា Facebook ឬក៏ YouTube អញ្ចឹងប្រភពពន្លឺគឺសំខាន់មែនទែនបើសិនជាបងប្អូនទាំងអស់គ្នាអាចមានលទ្ធភាពទិញភ្លើងសម្រាប់ដាក់ជាប្រភេទភ្លើង studio ក៏ល្អតែបើសិនជាអត់មានទេយើងអាចប្រើភ្លើងពន្លឺបាទធម្មជាតិចេញពីបង្អួចឬក៏ទ្វាររបស់យើងបានដោយយើងប្រើពន្លឺនឹងចាំងមកចំមុខយើងផ្ទាល់តែម្ដងអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការផ្ដោតបង្រៀនបងប្អូនទាំងអស់គ្នាពីរបៀបនៅក្នុងការកំណត់ setting កាមេរ៉ាទូរស័ព្ទដៃរបស់យើងដោយទូទៅបងប្អូនទាំងអស់គ្នាមានទូរស័ព្ទហើយប៉ុន្តែយើងអត់ដឹងពីរបៀបនៅក្នុងការកំណត់ setting កាមេរ៉ាអញ្ចឹងយើងទៅទស្សនាទាំងអស់គ្នាការកំណត់ setting កាមេរ៉ាជាទូទៅបើសិនជាយើងប្រើ mode auto វាអត់មានអីហាញ៉េញ៉ៃដូចតែយើងប្រើទៅលើ mode professional ទេដែលយើងអាចធ្វើការកំណត់ហើយថតបានភ្លាមអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមិនបានថតហើយយូរតកែកន្លខ្ញុំណែនាំឲ្យបងប្អូនទាំងអស់គ្នាអាចប្រើត្រឹមតែ mode auto ក៏បានដែរអញ្ចឹងជាទូទៅខ្ញុំចូលទៅកាន់ setting កាមេរ៉ាបាទហើយយើងចូលទៅកន្លែងបាទ block របស់ video អ្វីដែលខ្ញុំធ្វើមុនគេគឺខ្ញុំនឹងធ្វើការបិទ auto frame បាទខ្ញុំអត់ចង់ឲ្យក្នុងវីដេអូរបស់ខ្ញុំវាមាន frame ឡើងចុះនោះទេអញ្ចឹងខ្ញុំចង់ឲ្យវាមាន frame ស្មើគ្នាដោយវីដេអូរបស់យើងមើលទៅ smooth ល្អអញ្ចឹងខ្ញុំធ្វើការបិទ auto frame ហើយបន្ទាប់មកខ្ញុំធ្វើការបើកទៅលើ composition បាទ composition ដើម្បីឲ្យខ្ញុំមានបន្ទាត់ក្រឡាមួយដែលអាចមើលពេលដែលខ្ញុំថតពេលដែលយើងថតទៅយើងស្រួលតម្រង់ប្លង់នៅលើវីដេអូរបស់យើងបានតាមបន្ទាត់ក្រឡានៅក្នុងកាមេរ៉ារបស់យើងផ្ទាល់តែម្ដងហើយបន្ទាប់មកបើសិនជាទូរស័ព្ទដៃបងប្អូនទាំងអស់គ្នាមានទៅលើ mode HDR បងប្អូនទាំងអស់គ្នាអាចធ្វើការបិទ mode HDR នឹងចេញព្រោះដោយសារតែ mode HDR វាមិនជួយអ្វីដល់វីដេអូរបស់យើងទេវាកាន់តែធ្វើឲ្យវីដេអូរបស់យើងនឹងមានពន្លឺខ្លាំងនៅពេលដែលចាក់លេងទៅអូខេបន្ទាប់ពីខ្ញុំបានធ្វើការកំណត់ setting នៅក្នុង setting កាមេរ៉ាហើយខ្ញុំនឹងធ្វើការកំណត់ទៅលើ resolution នៅកន្លែងកាមេរ៉ាទៀតជាទូទៅកាមេរ៉ារបស់យើងគឺវាមានຂະຫນាតនិង frame rate ដែលយើងត្រូវកំណត់បើសិនជាទូរស័ព្ទដៃបងប្អូនទាំងអស់គ្នាមានຂະຫນាតត្រឹមណាដែលខ្ពស់បំផុតគឺយើងជ្រើសរើសយកត្រឹមនឹងមកដោយសារតែទូរស័ព្ទដៃរបស់ខ្ញុំវាមានដល់ទៅកម្រិត 8K ប៉ុន្តែខ្ញុំជ្រើសរើសថតយកត្រឹមតែ 4K ប៉ុណ្ណោះដើម្បីអាចឲ្យវីដេអូរបស់យើងនឹងវាងាយស្រួលកាត់ហើយវាមិនធំពេកហើយចំណែក frame rate គឺខ្ញុំប្រើត្រឹមតែ30 frame ទេបាទយើងអាចប្រើត្រឹមតែ24 frame ក៏បានដែរប៉ុន្តែជាទូទៅខ្ញុំថត30 frame នេះគឺជាការកំណត់ setting បែប auto សម្រាប់ដែលយើងអាចយកទៅថតហើយបាទផុសបានភ្លាមតែម្ដងយើងមិនចាំបាច់កែពណ៌អីញ៉ៃទេអញ្ចឹងការកំណត់ setting បែប auto ជាទូទៅបើសិនជាបងប្អូនទាំងអស់គ្នាថតហើយយើងចង់បានយកទៅកាត់បញ្ចូលនៅក្នុងអី CapCut ឬក៏ TikTok ឬក៏កម្មវិធី VN នេះហ្នឹងយើងអាចប្រើកម្មវិធីហ្នឹងទៅកាត់វីដេអូយើងអាចយកទៅផុសបានជាទូទៅគឺការប្រើ auto កាលណាដែលយើងកែពណ៌ឬក៏កែ color វាអត់សូវត្រូវគ្នាទេដោយសារតែ auto គឺវាមានការកំណត់ទៅលើ white balance របស់វាហ្នឹង auto តែម្ដងសម្រាប់ចំណុចទី2គឺការប្រើទៅលើ professional mode សម្រាប់បងប្អូនដែលគាត់ចង់ចេះប្រើទៅលើ professional mode ក៏ល្អដែរបើសិនជាយើងចង់យកវីដេអូរបស់យើងហ្នឹងទៅកែ color ថែមទៀតអញ្ចឹងបងប្អូនទាំងនេះអាចចូលទៅកាន់កន្លែងពាក្យថា more mode ដើម្បីយើងទៅរកពាក្យថា pro video ដែលពាក្យពេញរបស់វាគឺជា professional video ហ្នឹងឯងការដែលយើងប្រើ professional បាទ video គឺអាចឲ្យយើងធ្វើការគ្រប់គ្រងពន្លឺឬក៏គ្រប់គ្រងទៅលើផ្នែកមួយចំនួនបានដោយខ្លួនឯងតែម្ដងបើសិនជាបងប្អូនទាំងអស់គ្នាមានជំនាញនៅក្នុងការប្រើប្រាស់កាមេរ៉ាមួយចំនួន
អញ្ចឹងខ្ញុំសូមធ្វើការអធិប្បាយខ្លះៗដែរដើម្បីឲ្យបងប្អូនទាំងគ្នាអាចយកទៅប្រើប្រាស់បានចំណុចទី1ដែលខ្ញុំត្រូវសេរីមុនគេគឺទៅលើ ISO បាទ ISO គឺជាអ្វី ISO គឺជាពន្លឺបាទគឺជាពន្លឺរបស់ទូរស័ព្ទដៃរបស់យើងហ្នឹងដែលវាជួយទាញពន្លឺឲ្យភ្លឺជាងមុនប៉ុន្តែបើសិនជា ISO នេះខ្ពស់ពេកវីដេអូរបស់យើងវានឹងឃើញ noise នឹងឃើញអុចនៅត្រង់ចំណុចដែលងងឹតអញ្ចឹងខ្ញុំអត់ណែនាំឲ្យប្រើខ្ពស់ពេកទេសម្រាប់ខ្ញុំគឺខ្ញុំប្រើតាមតែខ្ញុំគិតថាពន្លឺដែលខ្ញុំប្រើភ្លើងមកភ្លឺហើយខ្ញុំប្រើពន្លឺនឹងត្រឹមតែ EV 1ឬក៏ក្រោម1តែប៉ុណ្្នឹងឯងយើងកុំឲ្យវាភ្លឺខ្លាំងពេកចំណុចទី2គឺជា S ដែលពាក្យពេចន៍របស់វាគឺ shutter បាទ shutter គឺជាទ្វារនៅក្នុងការបិទបើកទៅលើការទទួលពន្លឺឬក៏ទទួលបាទការថតវីដេអូរបស់យើងបាទអញ្ចឹងគឺជាល្បឿនពន្លឺគឺខ្ញុំប្រើត្រឹមតែ60ដែលគុណនឹង2ជាមួយនឹង frame បើសិនជាខ្ញុំថត24 frame យើងដាក់50តែបើយើងថត30 frame គឺយើងប្រើ shutter ត្រឹមតែ60ទេដើម្បីឲ្យវាមាន blur motion នៅក្នុងវីដេអូរបស់យើងចំណុចទី3គឺខ្ញុំប្រើទៅលើ AF បាទដើម្បីឲ្យដាក់ជា auto focus ដោយខ្លួនឯងយើងមិនចាំបាច់ធ្វើការ focus ដោយការប្រើដោយដៃនោះទេអញ្ចឹងយើងអាចប្រើជា auto focus បានហើយចំណុចទី4គឺជាចំណុចដែលសំខាន់មែនទែននៅពេលដែលបងប្អូនទាំងអស់គ្នាយកវីដេអូទៅកែពណ៌ចំណុចនេះយើងអាចខ្វះបានទេគឺជា white balance គឺជាការគ្រប់គ្រងសីតុណ្ហភាពពណ៌ដែលគេថាពន្លឺបាទនៅក្នុងវីដេអូរបស់យើងដើម្បីឲ្យវាមានពណ៌មួយគង់វង្សដោយវាមិនផ្លាស់ប្ដូរពីខៀវទៅលឿងពីលឿងទៅខៀវតាមចិត្តរបស់វាទេការប្រើប្រាស់ white balance ត្រឹមត្រូវធ្វើឲ្យវីដេអូរបស់បងប្អូនទាំងអស់គ្នាមើលទៅគឺច្បាស់ល្អហើយសាច់វីដេអូក៏មានពណ៌ល្អទៅតាមនឹងដែរបើសិនជាយើងយកទៅកែពណ៌នៅបន្ថែមទៀតអញ្ចឹងសម្រាប់កម្រិតទី2គឺជាកម្រិតprofessional បងប្អូនទាំងនេះអាចយកទៅសិក្សាឬក៏យកទៅរៀនប្រើដោយខ្លួនឯងបានអញ្ចឹងនេះគឺជាចំណុច professional mode ដែលខ្ញុំបានតែងតែប្រើពេលដែលខ្ញុំថតវីដេអូម្ដងគឺខ្ញុំប្រើមុខងារហ្នឹងដើម្បីធ្វើការគ្រប់គ្រងពន្លឺគ្រប់គ្រងសីតុណ្ហភាពពណ៌នៅក្នុងវីដេអូរបស់ខ្ញុំដើម្បីយើងយកមកកែពណ៌បន្ថែមទៀតធ្វើឲ្យវីដេអូរបស់យើងហ្នឹងកាន់តែមានពណ៌ស្រស់ស្អាតខ្លាំងជាងមុនអញ្ចឹងអ្វីដែលសំខាន់ជានិច្ចខ្ញុំសូមដាស់តឿនម្ដងទៀតចំណុចសំខាន់គឺជាពន្លឺរបស់យើងបាទពន្លឺភ្លើងឲ្យមានគ្រប់គ្រាន់កុំឲ្យល្ងិតពេកកុំឲ្យភ្លឺខ្លាំងពេកមកល្មមដែលយើងអាចធ្វើការគិតថាថតទៅច្បាស់ល្អនេះគឺជាការកំណត់ setting កាមេរ៉ាបើសិនជាបងប្អូនទាំងអស់គ្នាមិនទាន់ចេះទេខ្ញុំសង្ឃឹមថាបងប្អូនទាំងគ្នាមើលវីដេអូនេះចប់ហើយអាចនឹងចេះកំណត់ setting កាមេរ៉ាហើយយើងអាចយកទៅថតធ្វើជា video content បានអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំក៏បានធ្វើការថតចេញពីទូរស័ព្ទដៃដែរហើយក៏ខ្ញុំបានប្រើទៅលើ mode professional mode ដើម្បីឲ្យបងប្អូនទាំងអស់គ្នាដឹងថាការថតនៅលើទូរស័ព្ទដៃក៏យើងអាចធ្វើការកំណត់ setting ឲ្យថតច្បាស់បានផងដែរបើសិនជាបងប្អូនទាំងអស់គ្នាចេះកំណត់និងប្រើប្រាស់នៅក្នុងការថតឲ្យបានត្រឹមត្រូវអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាទទួលបានចំណេះដឹងពីរបៀបនៅក្នុងការកំណត់ setting កាមេរ៉ារបស់យើងឲ្យបានត្រឹមត្រូវដើម្បីឲ្យបងប្អូនទាំងអស់គ្នាអាចយកទៅធ្វើជា video content ដាក់នៅលើបណ្ដាញសង្គមបានដូចជា Facebook YouTube ឬក៏ TikTok ដើម្បីឲ្យវីដេអូរបស់យើងហ្នឹងមានគុណភាពច្បាស់និងត្រឹមត្រូវតាមអ្វីដែលយើងអាចថតទៅបានអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំសូមតែបញ្ចប់តែប៉ុណ្ណឹងកុំភ្លេចជួយ share like comment និងចុច subscribe channel ខ្ញុំនេះមួយផងដើម្បីទទួលបានចំណេះដឹងថ្មីៗពីខ្ញុំបានបន្តទៀតជួបគ្នានៅវីដេអូបន្ទាប់